សម្រាប់ប្រជាជនរាប់ម៉ឺនអ្នកស្រែករសន្តិភាពដៃកាន់ទង់ជាតិគ្មានទេអាវុធក្នុងដៃសម្រាប់ពុកម៉ែបងប្អូននេះជាទស្សនវិជ្ជាក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើងហើយដែលមានប្រជាជនសិតតែយុវវ័យយុវជននិយាយទៅគឺច្រើនមែនតើពុកម៉ែបងប្អូនមកដើរថ្មើរជើងដើម្បីសាទរស្រែកហូគាំទ្រលើកទឹកចិត្តដល់កម្លាំងកងទ័ពជួរមុខរបស់កម្ពុជារបស់យើងហើយនេះជារូបភាពនៃការចូលរួមគ្រប់ផ្នែកគ្រប់ជាន់គ្រប់ថ្នាក់គ្រប់លំដាប់ទាំងអស់មកអស់ហើយប្រសង់ក៏ដូចជាប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់អត់មានប្រកែប្រកាន់អីទេមកចូលរួមគឺមកដោយទឹកចិត្តគ្មានការប្រខិតប្រខំមកកាន់តែទង់ជាតិលើកស្រែកហូស្រែកច្រៀងបទចម្រៀងភ្លេងជាតិចម្រៀងជាតិទាំងអស់គ្នាដើរពីខាងសាលស្កោះពេជ្រមករហូតដល់វាមានឯករាជ្យគឺថាចូលរួមច្រើនមែនតើហើយខ្ញុំឃើញទស្សនីយភាពទង់ជាតិខ្មែរយើងលើកមកបករវិចបែបនេះគឺធ្វើឲ្យយើងមានអារម្មណ៍ថាមោទនភាពជាតិខ្លាំង